ចូលគ្រប់ទៅដល់ថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិកកម្មករដែលកំពុងអនុវត្តនៃការចាក់ជាជួរដូច្នេះថ្ងៃនេះខ្ញុំទាំងពីរនាក់សូមធ្វើបទបង្ហាញអំពីការចាក់ជាឲ្យដល់ចំណុចកែងខាងលើនិងចំណុចកែងខាងក្រោមសូមរីករាយទស្សនាដូចតទៅថ្ងៃនេះយើងផ្ដោតសំខាន់អំពីការចាក់ជារបស់យើងឲ្យដល់ចំណុចកែងលើនិងចំណុចកែងខាងក្រោមខ្ញុំតែងតែពិនិត្យនិងសង្កេតឃើញបងប្អូនជាជួរមួយចំនួនមិនផ្ដោតសំខាន់ទៅលើការចាក់ជានៅចំណុចកែងខាងលើនិងចំណុចកែងខាងក្រោមធ្វើឲ្យបាត់បង់ទិន្នផលជួរដូច្នេះបងប្អូនត្រូវផ្ដោតសំខាន់ទៅលើនៃការចាក់ជានៅចំណុចកែងខាងលើនិងចំណុចកែងខាងក្រោមប្រសិនណាបើយើងជាតាមត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសយើងនឹងទទួលបានទិន្នផលខ្ពស់ដូច្នេះបងប្អូនត្រូវតែយកចិត្តទុកដាក់មុននឹងការចាក់ជាយើងត្រូវតែដាក់ពន្លាកឲ្យអឹបជាប់ហើយឲ្យដល់ចំណុចនៃជំរឿនទឹកជ័រដោយយើងមិនចាក់បញ្ច្រាស់ឬបញ្ឈីអញ្ចឹងហើយកុំឲ្យហួសនៅប្រែព្រំខាងលើដូច្នេះយើងនឹងអូសពលាកយើងបដារហូតទៅដល់នៅចំណុចកែងខាងក្រោមយឺតយើងត្រូវតែទាស់ឲ្យមានរាងដូចជាអក្សរ V ទើបដល់ចំណុចនៃទឹកជ័រដូច្នេះបងប្អូនត្រូវតែយកចិត្តទុកដាក់ការចាក់ជាឲ្យបានត្រឹមត្រូវនៅចំណុចកែងខាងលើនិងកែងខាងក្រោម 1.1 1.3 មីលីម៉ែត្រហើយកុំឲ្យហួសកែងយើងនឹងទទួលបានទិន្នផលខ្ពស់បទបង្ហាញនៃការចាក់ជាឲ្យដល់ចំណុចកែងខាងលើនិងចំណុចកែងខាងក្រោមក៏សន្មតថាចប់តែត្រឹមនេះសូមជម្រាបលានិងសូមអរគុណ